ប្រើបច្ចេកទេសដែលកាត់អាកន្លែងចែងនេះយើងម្នាក់ឯងអីក៏អាចធ្វើបានណាយើងមិនបាក់ដល់លើកផ្សារកងផ្សារឲ្យបង្គុះអានេះក៏គាត់ចាំលេខម៉ែត្រដែរអញ្ចឹងក៏នេះវាគាត់ចាំលេខម៉ែត្រអញ្ចឹងគាត់ចាក់ម៉ែត្រវាដកគ្រាចេញពីប្លោះហ្នឹងឲ្យផុតមកក្បាំងដែកអញ្ចឹងគាត់ចាំຂະຫນາດលេខម៉ែត្រហើយគាត់អត់បានគូសទៀតទេពីក្បាំងដែកចេញក្រៅចេញអញ្ចឹងគាត់ចាំលេខម៉ែត្រហើយគាត់ដាក់កែងគូសតែម្ដងអានេះវាមួយយ៉ាងម្នាក់នឹងយើងលើកគូសយើងលើកគូសហើយខ្លះក៏ខ្ញុំឃើញដែរក៏គាត់តែឯងគាត់លើកគោងហើយគាត់ចុចមកតក់អញ្ចឹងទៅបានគាត់គូសឲ្យវានឹងអញ្ចឹងណាហើយណាមួយឲ្យយើងជើងក្រោមអញ្ចឹងហើយផ្សារដែកសៃអញ្ចឹងណាអញ្ចឹងវាពិបាកអញ្ចឹងតើនេះគាត់ចាំຂະຫນາດអញ្ចឹងចាំឲ្យយើងគូសកែងអញ្ចឹងមកកាត់អប់ចេះមកយើងស្រូបសាដេដែរយើងអំបាក់បើមើលមើលលោមកនេះយកច្រឡំផងឆ្វេងស្ដាំមើលតើយើងចំណាំឆ្វេងស្ដាំវាដែរបើយើងអត់ចំណាំទេយើងកាត់ទៅខុសច្រាស់វាខុសច្រាស់វាយូរយើងកាត់ស្អាតកាត់ស្អាតបានចាច់អាហ្នឹងក៏បច្ចេកទេសម្យ៉ាងដែរបងប្អូនគេដើរកាត់ចែងដាក់ដបូលបាត់ទូចមុនមកតោងស្មារតីស្អាតដែរអូឡងព្រិញតែម្ដងបងប្អូនអែមស្រួលធ្វើការស្រួលទាញខ្សែរាយដែកណែងហើយយើងប្រក់ក៏បានស្អាតដែរញ៉ាំ3តង់សិនបានទេចាំដេនៅដេវាមិនដែរនោះតែកាត់អាកន្លែងបងដាក់ស្វាន់បុកជាងចោលប្រឡោះទុកអាផ្លូវចេញចូលកន្លែងតូសិនចឹងអត់មានកន្លែងកាត់ដែរយើងកាត់អានេះអាកន្លែងស្វាន់បុកនេះហើយយើងទៅកាត់នោះអាខាងក្រោយប៉ាត់ក្រោយកន្លែងតូចាំបិទគូតចុងក្រោយជើងក្រោមកាត់មាត់ចាបដែរអានេះក៏លៀនវែងពេកក៏អត់កើតដែរបងប្អូនដើរទៅហើយកន្លែងតូងហើយពិបាកជាងសំណងគាត់បូកបន្ថែមទៅហើយយើងធ្វើប៉ុណ្ណឹងបានស្រួលគាត់បូកឬចាក់ឡាំងតូចាក់អីអាកៅជំរាបទឹកជ្រាបអីស្រួលគាត់លាបបាត់ក្រោមមិញកន្លែងសត្វផ្ទះបិទអូអេមអេមបានថ្ងៃនេះមានបងប្អូនយើងតាក់ទងការងារមកច្រើនបាទគឺខ្លះគាត់សួរស៊ើបសួរនឹងតម្លៃអញ្ចឹងទៅក៏ខ្ញុំប្រាប់តាមហ្នឹងបើត្រូវមិនត្រូវអត់អីទេយើងនៅរាប់អានគ្នាបន្តទៀតហើយក៏មានបងប្អូនសួរនាំហើយខ្ញុំចុះធ្វើហ្នឹងខ្ញុំមិនដែលបានតបខមមិនណាតម្លៃដែលខ្ញុំចុះតាមខេត្តហ្នឹងប៉ុន្តែខ្ញុំបើថាអ្នកដែលចាស់តាមដានវីដេអូខ្ញុំចាស់គាត់ដឹងតែខ្ញុំចុះតាមខេត្តខ្ញុំប្រាប់ហើយខ្លីៗថាខ្ញុំធ្វើដំបូលមួយគុណនឹង2
ហើយបងប្អូនដែលធ្វើតាមខេត្តខ្លួនឯងហ្នឹងតម្លៃ1ក្រេបានដឹងខ្លួនឯងបើខ្ញុំប្រាប់តែគុណនឹង2អញ្ចឹងបើស្នាបាញ់ឆ្នាំកាសង្កសីគុណនឹង3អាហ្នឹងខ្ញុំប្រាប់ឲ្យខ្លីៗឲ្យស្រួលយល់តែម្ដងហើយក៏អរគុណច្រើនបងប្អូនយើងតែតាមដានហើយនឹងគ្រប់គ្រងដល់ការងារដែលខ្ញុំធ្វើអរគុណច្រើន